មីស៊ីលសហរដ្ឋអាមេរិកអាតាប់បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ីជាលើកដំបូងអ៊ុយក្រែនបានប្រកាសនៅថ្ងៃ18ខែវិច្ឆិកានេះថាកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារមួយចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដោយប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយអាតាប់ដែលជាសពាវុធជំនួយរបស់សហរដ្ឋអាមេរិកហើយថាការវាយប្រហារនេះគឺសំដៅទៅលើគោលដៅយោធាតែប៉ុណ្ណោះនេះជាលើកដំបូងដែលមីស៊ីលអាតាប់ត្រូវបានប្រើនៅក្នុងការវាយប្រហារលើទឹកដីរុស្ស៊ីបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលលោក Trump កាលពីខែកញ្ញាបានបង្ហាញបើកចំហដោយអនុញ្ញាតឲ្យអ៊ុយក្រែនអាចប្រើមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់អាមេរិកវាយប្រហារទៅលើទឹកដីរុស្ស៊ីបានកន្លងមកលោក Trump បានរារាំងក្នុងការប្រើប្រាស់មីស៊ីលសហរដ្ឋអាមេរិកដើម្បីវាយប្រហារទៅលើទឹកដីរុស្ស៊ីទោះជាយ៉ាងណាក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី19វិច្ឆិកានេះថាកងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយបាញ់មីស៊ីលអាតាប់ចំនួន4គ្រាប់ទៅកាន់ទីក្រុង Voronezh នៅភាគខាងត្បូងប្រទេសរុស្ស៊ីភាគីរុស្ស៊ីបានបង្ហាញរូបភាពកំទេចកំទីមីស៊ីលនិងអះអាងថាប្រព័ន្ធការពារដែនអាកាស S-400 និងកាំជ្រួច Pantsir បានរារាំងនៅមីស៊ីលទាំង4គ្រាប់នេះដោយជោគជ័យអគ្គសេនាធិការអ៊ុយក្រែនក៏បានហៅការវាយប្រហារនេះថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងសង្គ្រាមដ៏សំខាន់ប៉ុន្តែมันបានបញ្ជាក់ពីគោលដៅឬចំនួនមីស៊ីលពិតប្រាកដដែលត្រូវបានប្រើប្រាស់នោះទេអ្នកសរសេរពីប្លុកយោធារបស់អ៊ុយក្រែននិងរុស្ស៊ីបានអះអាងថាមីស៊ីលអាតាប់បានវាយលុកលើគោលដៅជាច្រើនរួមទាំងតំបន់វឹកហាត់ Pogono ក្នុងតំបន់ Voronezh ដែលស្ថិតចម្ងាយប្រហែល170គីឡូម៉ែត្រពីព្រំដែនខ្សែវីដេអូបានបង្ហាញថាមានការវាយប្រហារចំនួន4ដងក្នុងរយៈពេលតែ1នាទីប៉ុណ្ណោះភាគីសហរដ្ឋអាមេរិកមិនទាន់មានប្រតិកម្មភ្លាមៗអំពីការប្រើប្រាស់មីស៊ីលអាតាប់របស់ទ័ពអ៊ុយក្រែននៅលើទឹកដីរុស្ស៊ីនោះទេកាលពីឆ្នាំ2024កន្លងទៅកងកម្លាំងអ៊ុយក្រែនក៏បានប្រើអាតាប់ផងដែរនៅលើទឹកដីរុស្ស៊ីដោយវាយបំផ្លាញកន្លែងផ្ទុកគ្រាប់រំសេវក្បែរទីក្រុងការ៉ាសេវក្នុងតំបន់ព្រីយ៉ង់ហើយការវាយប្រហារជុំក្រោយដោយប្រើប្រាស់មីស៊ីលអាតាប់បានកើតឡើងនៅថ្ងៃទី14មករាឆ្នាំ2025នេះក្រោមការដឹកនាំដោយរដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden ហើយអ៊ុយក្រែនក៏ទទួលបានសិទ្ធិក្នុងការប្រើមីស៊ីលអង់គ្លេស Storm Shadow និងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយក្នុងប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំផងដែរសហរដ្ឋអាមេរិកបានផ្ដល់មីស៊ីលអាតាប់ដល់អ៊ុយក្រែនជាពីរគម្រោងធំៗគឺក្នុងខែតុលាឆ្នាំ2023និងខែកុម្ភៈឆ្នាំ2024សរុបប្រហែល50ដងដំបូងអ៊ុយក្រែនទទួលបានកំណែមីស៊ីលអាតាប់រយៈចម្ងាយខ្លីប្រហែល165គីឡូម៉ែត្រដែលជាមីស៊ីលក្បាលគ្រាប់បែកចង្កោមមានគ្រាប់រំសេវ300ទៅ950គ្រាប់ក្នុងមួយក្បាលគ្រាប់ក្នុងថ្ងៃទី19ខែវិច្ឆិកាតែមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយមីស៊ីលអាតាប់នេះសហរដ្ឋអាមេរិកបានបញ្ជូនមេបញ្ជាការកងទ័ព Dan Driscoll និងឧត្តមសេនីយ៍ជាន់ខ្ពស់2នាក់ទៀតទៅកាន់ទីក្រុងគៀវភ្លាមៗពួកគេជួបជាមួយប្រធានាធិបតី Volodymyr Zelensky និងមន្ត្រីយោធាឧស្សាហកម្មព្រមទាំងមានកិច្ចក្រងពិភាក្សាជាមួយអ្នកតំណាងមកពីរុស្ស៊ីផងដែរកាសែត Wall Street Journal បានវិតម្លៃថាសេតវិមានដែលខកចិត្តដោយការចរចាត្រូវបានជាប់គាំងប្រហែលជាកំពុងប្រើរបៀបចូលរួមដោយកងកម្លាំងយោធាដើម្បីបើកចំហឆាកសន្ទនាថ្មីជាមួយទីក្រុងមូស្គូយ៉ាងណាគ្រាប់មីស៊ីលអាតាប់ដែលអ៊ុយក្រែននៅសល់បច្ចុប្បន្នក៏មិនមានព័ត៌មានជាក់លាក់ថានៅសល់ប៉ុន្មានគ្រាប់នោះទេនៅក្នុងបទយកការមួយរបស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីខែមីនាបានរាយការណ៍ថាឃ្លាំងស្តុកអាតាប់របស់អ៊ុយក្រែនស្ថិតនៅក្នុងស្ថានភាពជិតអស់ពីឃ្លាំងស្តុកហើយការនេះធ្វើឲ្យអ្នកវិភាគយោធាអះអាងថាការវាយប្រហារថ្មីនេះដោយមីស៊ីលអាតាប់របស់អាមេរិកប្រហែលជាបញ្ជាក់ថាអ៊ុយក្រែនបានទទួលការផ្គត់ផ្គង់ឡើងវិញពីអាមេរិកសម្រាប់សហរដ្ឋអាមេរិកការផ្ទេរមីស៊ីលអាតាប់មានដែនកំណត់ជាច្រើនជាពិសេសដោយសារកង្វល់អំពីឃ្លាំងស្តុកក្នុងស្រុកតែទោះជាយ៉ាងណាចាប់តាំងពីខែធ្នូឆ្នាំ2023កងទ័ពអាមេរិកបានចាប់ផ្ដើមទទួលបានបណ្ដុំដំបូងនៃ Precision Strike Missile ដែលហៅកាត់ថា POSM ដែលជាមីស៊ីលជំនាន់ថ្មីនិងជាអ្នកស្នងតំណែងរបស់អាតាប់ជាមួយនឹងការចែកចាយ POSM ដែលកំពុងតែអនុវត្តសហរដ្ឋអាមេរិកអាចមានភាពបត់បែននិងសមត្ថភាពកាន់តែខ្ពស់ក្នុងការផ្គត់ផ្គង់មីស៊ីលអាតាប់ដែលនៅសល់ទៅកាន់អ៊ុយក្រែននៅក្នុងស្ថានភាពដែលរុស្ស៊ីនៅតែគេចវេសពីការចរចាបត់ឈប់បាញ់រដ្ឋបាលលោក Trump ប្រហែលជាកំពុងប្រើអាតាប់ជាឧបករណ៍សម្ពាធយុទ្ធសាស្ត្រដើម្បីបង្កើនលទ្ធភាពចរចាសារព័ត៌មានយោធាអាមេរិក The War Zone បានកត់សម្គាល់ថាដោយសារការផ្គត់ផ្គង់មានកំណត់មីស៊ីលអាតាប់មិនមែនជាឧបករណ៍ដាក់សម្ពាធនាំឲ្យមានការបញ្ចប់សង្គ្រាមភ្លាមៗទេប៉ុន្តែវាមានឥទ្ធិពលយ៉ាងសំខាន់លើសមរភូមិប្រយុទ្ធរបាយការណ៍បានបន្ថែមថាមីស៊ីលអាតាប់មានទាំងសមត្ថភាពវាយប្រហារខ្ពស់និងលក្ខណៈពិសេសនៅក្នុងតំបន់ប្រយុទ្ធល្អជាងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនទៅទៀតដូចនេះហើយការវាយប្រហារដោយមី
ស៊ីលអត្តបច្ចុប្បន្នគឺជាសញ្ញាច្បាស់លាស់នៃការផ្លាស់ប្តូរគោលនយោបាយរដ្ឋបាលត្រាំទៅកាន់ការគាំទ្រវាយប្រហាររយៈពេលវែងលើទឹកដីរុស្ស៊ីហើយជាសញ្ញាថាការផ្គត់ផ្គង់មីស៊ីលអត្តបអាចបន្តឡើងវិញ។